សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើបង្អែមគ្រាប់ខ្នោមុនដំបូងយើងយកសណ្តែកលឿងមួយកូនចានចង្កឹះយកទៅត្រាំទឹកក្នុងរយៈពេល3ម៉ោងពេលសណ្តែករីកហើយយើងយកទៅលាងទឹកឲ្យស្អាតហើយដាក់ចំហុយរយៈពេល15នាទីឥឡូវសណ្តែកឆ្អិនហើយមើលទៅគឺបែបនេះចាប់ផ្ដើមលាយគ្រឿងមានដូចជាស្ករកន្លះកូនចានចង្កឹះខ្ទិះដូងកន្លះកូនចានចង្កឹះឥឡូវចាប់ផ្ដើមកិនសណ្តែកឲ្យម៉ត់យើងប្រើម៉ាស៊ីនទឹកក្រឡុកក៏បានប្រើអ្វីក៏បានដែរឲ្យតែធ្វើឲ្យសណ្តែកម៉ត់ដាក់ខ្ទះបើកហ្គាសភ្លើងមធ្យមហើយយកសណ្តែកដែលកិនរួចហើយមកកូរឲ្យស្ងួតដើម្បីធ្វើជារាងគ្រាប់ខ្នោហើយកូររហូតទាល់តែស្ងួតបែបនេះឥឡូវចាប់ផ្ដើមធ្វើជារាងគ្រាប់ខ្នោរួចហើយយើងយកពងទា6គ្រាប់ឬ8គ្រាប់គោះយកពណ៌លឿងតែប៉ុណ្ណោះឥឡូវយើងយកសម្រាប់ត្រង់មកត្រង់យកពងទាពណ៌លឿងសុទ្ធចាប់ផ្ដើមធ្វើទឹកស្ករយើងបើកភ្លើងហ្គាសល្មមហើយដាក់ស្ករសចំនួន2កូនចានចង្កឹះទឹកចំនួន1កូនចានចង្កឹះពេលទឹកស្ករពុះយើងស្រង់យកពពុះចេញរួចហើយបន្ថយភ្លើងហ្គាសទៅខ្សោយឥឡូវយើងយកគ្រាប់ខ្នោប្រឡាក់ជាមួយនឹងពងទារួចហើយដាក់ចូលក្នុងទឹកស្ករហើយទុកគ្រាប់ខ្នោក្នុងទឹកស្កររហូតទាល់តែទឹកស្ករពុះហើយចាំស្រង់យកគ្រាប់ខ្នោចេញឥឡូវបង្អែមគ្រាប់ខ្នោធ្វើរួចហើយកុំភ្លេចធ្វើញ៉ាំណាអរគុណសម្រាប់ការមើលសូមចុចអក្សរ like និង subscribe ដើម្បីមើលវីដេអូផ្សេងៗទៀតហើយអក្សរ like និង subscribe នៅខាងក្រោមវីដេអូអរគុណ